ដើម្បីកុំឲ្យមនុស្សដែលរាប់អានយើងគិតតែផលប្រយោជន៍ពីយើងប៉ុណ្ណោះអ្នកអាចនៅវិធីខាងក្រោមនេះបាន 1. កំណត់ព្រំដែនឲ្យច្បាស់កុំយកព្រំជួយគ្រប់រឿងប្រសិនបើវាធ្វើឲ្យនៅលំបាករៀននិយាយទេដោយសុភាពប៉ុន្តែមានគោលការណ៍ 2. កុំឲ្យគេយល់ថាយើងងាយប្រើកុំជួយតាមខាងឯងជានិច្ចសង្កេតមើលថាពេលយើងមានបញ្ហាគេជួយយើងវិញឬអត់ 3. សាងសង់តម្លៃខ្លួនឯង self មានជំនាញគោលការណ៍និងជីវិតតនខ្លួនមនុស្សនឹងគោរពអ្នកបើអ្នកគោរពខ្លួនឯងមុន 4. ជ្រើសរើសមិត្តភាពឲ្យបានត្រឹមត្រូវមិត្តល្អគឺនៅជាមួយយើងទោះគ្មានអ្វីទៅបើគេមិនទៅពេលត្រូវការគូរក្សាចម្ងាយ 5. កុំបង្ហាញអ្វីច្រើនពេកកុំប្រាប់គេគ្រប់រឿងអំពីលុយការងារឬថតប្រយោជន៍របស់យើងការស្ងៀមស្ងាត់ខ្លះគឺការការពារខ្លួន 6. សង្កេតអកិរិយាមិនមែនពាក្យសម្ដីមនុស្សដែលគិតតែផលប្រយោជន៍និយាយផែមតែសកម្មភាពគ្មានចិត្តមនុស្សមានចិត្តមិនចាំបាច់និយាយច្រើនតែធ្វើពិត 7. រាប់អានខ្លួនឯងជាមុនកុំខ្លាចនៃម្នាក់ឯងជីវិតស្ងប់ស្ងាត់ប៉ុន្តែមានសុភមង្គលល្អជាងមានមនុស្សច្រើនតែគ្មានចិត្តចាំថាមនុស្សដែលនៅជាមួយយើងពេលយើងគ្មានអ្វីនោះហើយជាមនុស្សដែលគួររក្សាបើអ្នកចង់ខ្ញុំអាចជួយបង្ហាញសញ្ញាសម្គាល់មនុស្សគិតតែផលប្រយោជន៍ឬវិធីកាត់ទំនាក់ទំនងដោយមិនបង្កចំនួនបាន